ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ1នៅក្នុងមេរៀនការដកចំនួនគត់និងចំនួនទស្សភាគភាគ10ចឹងលំហាត់លេខ1គេឲ្យយើងចូលគណនាផលដកចឹងយើងដឹងហើយថាដើម្បីចាធ្វើប្រមាណវិធីដកគឺយើងត្រូវសរសេរចំនួនឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមដកពីខ្ទង់ដែលតូចបំផុតចានេះលេខ1នេះអាចរៀបឲ្យស្មើនឹង5បានទេដោយសារលេខ1នេះខ្ទង់រាយអញ្ចឹងយើងដាក់ឲ្យត្រូវខ្ទង់រាយអញ្ចឹងយើងចាប់ផ្ដើមដកមកកន្លែងនេះអត់មានតម្លៃលេខមានន័យថាតំណែងគឺស្មើនឹង0អញ្ចឹងយើងដាក់មកដើម្បីយើងស្រួលគណនាស្មើនឹង0អញ្ចឹង0ដក5គឺដកអត់បានទេអញ្ចឹងត្រូវខ្ចីពីខ្ទង់ខាងមុខអញ្ចឹងមួយនេះគេខ្ចីអស់មួយនៅសល់0ហើយ0នេះឡើងទៅជា10ដក5នៅសល់5យើងសេលេខ5រួចហើយយើងដាក់សញ្ញាចុចឲ្យគេវិញ0ដក0នៅសល់0អញ្ចឹងចម្លើយស្មើ 0.5 ខ5ដក 0.7 អញ្ចឹងយើងចាប់ផ្ដើមដកពីខ្ទង់ភាគ10ទៅខ្ទង់ភាគ10ខាងលើគេអត់ដាក់ទេបើគេអត់ដាក់អញ្ចឹងមានន័យថាវាស្មើ0 0ដក7មិនបានទេត្រូវខ្ចីពីខ្ទង់មុខចឹងកន្លែង0នឹងឡើងទៅជា10 5នេះគេខ្ចីអស់មួយនៅសល់4 10ដក7នៅសល់3តោះមកយើងដាក់សញ្ញាចុចឲ្យគេវិញ4ដក0នៅសល់4ដដែលទៅទៀតលំហាត់អក្សរគួរចាដូចគ្នាកន្លែងនេះគឺតម្លៃលេខរបស់វា0អញ្ចឹងដើម្បីងាយស្រួលដកយើងត្រូវដាក់ខ្ទង់ភាគ10នឹងមក0ដក4ចាដកបានទេត្រូវខ្ចីពីលេខ9ចានេះឡើងទៅជា10ហើយ9នេះនៅសល់8 10ដក4នៅសល់6តោះមកយើងដាក់ចុចឲ្យគេវិញតោះមកទៀត8ដក2នៅសល់6អញ្ចឹងចម្លើយសល់ 6.6 តទៀតលំហាត់អក្សរខួរចាដូចគ្នាអានេះអត់មានខ្ទង់ភាគ10ទេដោយសារយើងដកចំនួនគត់និងចំនួនទស្សភាគភាគ10អញ្ចឹងដើម្បីងាយស្រួលគិតយើងដាក់មកដាក់កន្លែងខ្ទង់ភាគ10ហ្នឹងគឺ0អញ្ចឹង0ដក3អត់បានទេត្រូវខ្ចីពី8 0ឡើងទៅជា10ហើយ8នៅសល់7 10ដក3នៅសល់7យើងសរសេរលេខ5 7រួចហើយយើងដាក់ចុចឲ្យគេវិញបើយើងអត់ដាក់ចុចហ្នឹងទេចម្លើយចេញមកគឺអត់ត្រឹមត្រូវទេ7ដក3នៅសល់4យើងសរសេរលេខ4តទៀតលំហាត់អក្សรงួរ10ដក 8.7 ចឹងយើងដាក់មកកន្លែងខ្ទង់ភាគ10នេះគឺតម្លៃលេខវាស្មើ0 0ដក7មិនបានត្រូវខ្ចីពីខ្ទង់រាយខ្ទង់រាយក៏0អត់មានអីឲ្យខ្ចីទេយើងខ្ចីពីខ្ទង់10ចឹង10នេះនៅសល់កន្លែងលេខ1នេះនៅសល់0ចានេះឡើងទៅជា10ខាងក្រោយកន្លែងខ្ទង់ភាគ10ហ្នឹងខ្ចីអស់មួយនៅសល់9ហើយកន្លែងខ្ទង់ភាគ10ហ្នឹងឡើងទៅជា10 10ដក7ចានៅសល់3យើងសរសេរលេខ3នេះ9ដក8នៅសល់1នេះ0អត់មាន0ចាអត់មានអីដកក៏នៅតែ0ដដែលដែរចាអញ្ចឹងចម្លើយស្មើ1.3តទៀតលំហាត់អក្សរចអញ្ចឹងយើងដាក់កន្លែងខ្ទង់ភាគ10មកដាក់0មក0ដក5អត់បានទេខ្ចីពី4ចឹងនេះឡើងទៅជា10កន្លែង4នៅសល់3 10ដក5នៅសល់5យើងសរសេរលេខ5ហើយយើងដាក់សញ្ញាចុចឲ្យគេវិញ3ដក7នៅសល់4 2អត់មានអីដកយើងទម្លាក់ចុះចាតទៀតលំហាត់អក្សរឆកន្លែងនេះអត់មានយើងត្រូវដាក់0មកខ្ទង់ភាគ10ហ្នឹង0ដក6អត់បានខ្ចីពី7 0ឡើងទៅជា10 7នៅសល់6 10ដក6សល់4ហើយចុចដាក់គេវិញ6ដក5សល់1 5ដក4សល់1អញ្ចឹងចម្លើយ 11.4 លំហាត់អក្សរជួរយើងបន្ថែមខ្ទង់ភាគ10មកចាដើម្បីអាចដកបានដើម្បីយើងងាយស្រួលគិតអញ្ចឹង0ដក2អត់បានទេខ្ចីពី3 0ឡើងទៅជា10 3នេះនៅសល់2 10ដក2សល់8រួចហើយយើងដាក់សញ្ញាចុចមកវិញ2ដក9ក៏អត់បានដែរត្រូវខ្ចីពី8 8ខ្ចីអស់មួយសល់7 2នេះឡើងទៅជា10 12 12ដក9នៅសល់3 7ដក7នៅសល់0អញ្ចឹង0យើងសរសេរក៏បានអត់សរសេរក៏បានតទៀតលំហាត់អក្សរឈួរ
កន្លែងនេះអត់មានខ្ទង់ភាគ10ទៀតហើយយើងដាក់មក0យើងដាក់លេខ0មក0ដល់5អត់បានទេខ្ចីពី8ជា0ឡើងទៅជា10 8នៅសល់5 7 10ដល់5សល់5បន្ទាប់មកយើងដាក់សញ្ញាចុចមកវិញ7ដល់9ក៏អត់បានដែរត្រូវខ្ចីពី7ខាងមុខចឹងនេះឡើងទៅជា17ហើយ7នេះនៅសល់6 17ដល់9ចានៅសល់8យើងសរសេរលេខ8 6នេះអត់មានអីដកយើងទម្លាក់ចុះបន្ទាប់មក1នេះអត់មានអីដកក៏យើងទម្លាក់ចុះអញ្ចឹងចម្លើយឃើញ 168.5 ទៅទៀតលំហាត់អក្សរញូចាអញ្ចឹងយើងបន្ថែមខ្ទង់ភាគ10មកអានេះខ្ទង់រាយចាchứ 0 ដល់ 5 អត់បានទេខ្ចីពីខ្ទង់រាយអញ្ចឹង0ឡើងទៅជា10ខ្ទង់រាយនេះនៅសល់3 10ដល់5សល់5យើងសេលេខ5 3ដល់7អត់បានទេត្រូវខ្ចីពីខ្ទង់10អញ្ចឹង3នេះឡើងទៅជា13ហើយខ្ទង់10នេះ2នេះនៅសល់1 13ដល់7សល់6យើងសេលេខ6 1អត់មានអីដកយើងទម្លាក់ចុះចុងក្រោយនៅពីលំហាត់ចានៅពីលំហាត់អក្សរដ500ដល់ 400.4 អញ្ចឹងយើងបន្ថែមខ្ទង់ភាគ10មក0ដល់4អត់បានទេត្រូវខ្ចីពីខ្ទង់រាយ0ដែរអត់មានអីឲ្យខ្ចីទេត្រូវខ្ចីពីខ្ទង់10ខ្ទង់10ក៏អត់មានអញ្ចឹងត្រូវខ្ចីពីខ្ទង់100អញ្ចឹងខ្ទង់100នេះគេខ្ចីអស់មួយនៅសល់4ហើយខ្ទង់រាយនេះខ្ចីពីខ្ទង់100បាន1ឡើងទៅជាខ្ទង់10នេះខ្ចីពីខ្ទង់100បាន1ឡើងទៅជា10អញ្ចឹងខ្ទង់10នឹងត្រូវយកមកឲ្យខ្ទង់រាយខ្ចីអញ្ចឹងនៅសល់9ហើយខ្ទង់រាយនេះឡើងទៅជា10ហើយខ្ទង់រាយនឹងត្រូវយកមកឲ្យខ្ទង់ភាគ10ខ្ចីនៅសល់9អញ្ចឹងខ្ទង់ភាគ10នេះឡើងទៅជា10ដល់4នៅសល់6យើងសេលេខ6ដាក់សញ្ញាចុចមកវិញមក9ដល់0សល់9 9ដល់0នៅសល់9បន្ទាប់មកអានេះ4ដល់4នៅសល់0អញ្ចឹងយើងមិនបាច់ដាក់ទេចម្លើយគឺឃើញ 99.6 ទៅទៀតលំហាត់ចាអក្សរថនៃលំហាត់ចុងក្រោយនៃលំហាត់លេខ1 830ដល់ 500.9 អញ្ចឹងយើងដាក់បន្ថែមខ្ទង់ភាគ10 0មកដោយសារដាក់កតម្លៃលេខវាស្មើប៉ុណ្ណឹងមិនដាក់ក៏ប៉ុណ្ណឹងដែរអញ្ចឹងដើម្បីងាយគណនាយើងដាក់មក0ដល់9អត់បានខ្ចីពីខ្ទង់រាយអត់មានតម្លៃលេខទេ0អញ្ចឹងត្រូវខ្ចីពីខ្ទង់ខ្ទង់10អញ្ចឹងខ្ទង់10នេះ3ខ្ចីអស់1នៅសល់2អានេះខ្ចីពីខ្ទង់10បាន1 0ឡើងទៅជា10អញ្ចឹងបាន10ហើយអាចឲ្យខ្ទង់ភាគ10នេះខ្ចីបានដែរអញ្ចឹងនៅសល់9ខ្ទង់ភាគ10នេះឡើងទៅជា10ដល់9នៅសល់1ដាក់សញ្ញាចុចមក9ដល់0នៅសល់9បន្ទាប់មក2ដល់0នៅសល់2ដដែលហើយ8ដល់5នៅសល់3អញ្ចឹងចម្លើយឃើញ 329.1 ចឹងទៅតទៅនឹងកំណែនៅក្នុងមេរៀនការដកចំនួនគត់និងចំនួនទស្សភាគភាគ10ចា៎ក៏មានប៉ុណ្ណឹងចា៎សូមអរគុណនិងសូមជម្រាបលា